សូមស្វាគមន៍អ្នកទាំងអស់គ្នាឡើងវិញថ្ងៃនេះយើងនឹងទៅជាមួយគ្នាដើម្បីជ្រៅចូលទៅក្នុងអត្ថបទបុរាណមួយប៉ុន្តែសំណើចក្នុងនោះវិញមានភាពអនុវត្តបានខ្លាំងណាស់សម្រាប់ជីវិតសម័យទំនើបរបស់យើងនោះគឺជាការពន្យល់អំពីទនមិត្តស្ថានដែលជាផ្លូវដើម្បីស្វែងរកសេចក្តីស្ងប់ស្ងាត់នៅក្នុងខ្លួនឯងដើម្បីចាប់ផ្ដើមយើងមកមើលរូបភាពប្រៀបធៀបដ៏អស្ចារ្យមួយពីអត្ថបទនេះវាប្រៀបធៀបនិព្វានគោលបំណងចុងក្រោយនោះមិនមែនជាអ្វីមួយដែលអាប់អួតឬពិបាកយល់ទេប៉ុន្តែវាដូចជាទីក្រុងដ៏អស្ចារ្យមួយទីក្រុងនៃការចេញពីទុក្ខដែលសេចក្តីស្ងប់ស្ងាត់គឺជាអំណាចនិងសេរីភាពគឺពេញលេញរូបភាពនេះច្បាស់លាស់ណាស់មែនទេដូច្នេះសំណួរមួយកើតឡើងថាតើយើងធ្វើដូចម្តេចដើម្បីឈានដល់ទីក្រុងអស្ចារ្យនោះអត្ថបទនេះបញ្ជាក់យ៉ាងច្បាស់លាស់និងមាំមួនណាស់មានតែផ្លូវតែមួយប៉ុណ្ណោះគឺជាផ្លូវត្រង់តែមួយហើយផ្លូវនោះមានឈ្មោះថាសតិប្បតានីឬយើងស្គាល់ថាទេសញ្ញានៃតុក្កនិមិត្តត្រូវនិយាយឲ្យច្បាស់នេះមិនមែនជាវិធីសាស្ត្រធ្វើសមាធិធម្មតាទេប៉ុន្តែវាជាស៊ុំរចនាសម្ព័ន្ធមួយជាប្រព័ន្ធពេញលេញសម្រាប់អភិវឌ្ឍបញ្ញាគោលបំណងចុងក្រោយគឺជួយឲ្យយើងអាចឃើញច្បាស់ពីសារៈសំខាន់ពិតប្រាកដនៃជីវិតផ្លូវតែមួយនេះវិញមានសាខាចម្បង4ឬបើយើងត្រឡប់ទៅកាន់រូបភាពទីក្រុងដែលបាននិយាយមកមុនយើងអាចស្រមៃថានេះគឺជាច្រកចូលចម្បង4ដើម្បីចូលទៅកាន់ទីក្រុងនិព្វានមូលដ្ឋាន4នោះគឺការសង្កេតលើរាងកាយនេះការសង្កេតលើអារម្មណ៍គឺអារម្មណ៍នានាបន្ទាប់មកសង្កេតលើចិត្តហើយចុងក្រោយគឺសង្កេតលើធម៌គឺសកម្មភាពផ្លូវចិត្តផ្សេងទៀតទាំងអស់មូលដ្ឋាននីមួយទាំងនេះវាស្រដៀងនឹងវិស័យមួយផ្ទាល់ខ្លួនសម្រាប់ឲ្យយើងសង្កេតមើលជាច្រកមួយសម្រាប់ឲ្យយើងឆ្លងកាត់និងស្វែងរកខ្លួនឯងដូច្នេះដើម្បីយល់ឲ្យច្បាស់ថាវាដំណើរការយ៉ាងដូចម្តេចយើងសាកប្រៀបធៀបពីនៅក្នុង4មូលដ្ឋាននេះមើលថាតើវាដូចម្តេចឧទាហរណ៍ដូចជាការសង្កេតរាងកាយយើងផ្ដោតទៅលើអ្វីដែលជាក់លាក់និងអាចមើលឃើញបានដូចជាការដកដង្ហើមចេញចូលទម្រង់រាងកាយឬអារម្មណ៍នៃជើងប៉ាដីហើយការសង្កេតចិត្តវិញដូចម្តេចនោះគឺជាការសង្កេតមើលពិភពលោកដែលមើលមិនឃើញមានភាពស្មុគស្មាញនិងបន្តបែបផ្លាស់ប្ដូររបស់ចិត្តនិងការយល់ដឹងរបស់យើងដូច្នេះដើម្បីដើរតាមផ្លូវនេះឲ្យមានប្រសិទ្ធភាពអត្ថបទបានបញ្ជាក់ថាអ្នកអនុវត្តត្រូវតែហ្វឹកហាត់3លក្ខណៈសម្បត្តិដ៏សំខាន់ខ្លាំងណាស់យើងអាចចាត់ទុកវាដូចជាឧបករណ៍សំខាន់ដែលមិនអាចខ្វះបានសម្រាប់ការធ្វើដំណើរនេះឧបករណ៍ដំបូងគេគឺអាសាប៊ីឬដែលហៅថាបុព្វភាពខិតខំប្រឹងប្រែងសូម្បីតែស្ដាប់ទៅវាហាក់ដូចជាអ្វីមួយធំធេងប៉ុន្តែនៅក្នុងជាក់ស្ដែងវាគឺជាថាមពលនិងការខិតខំប្រឹងប្រែងយ៉ាងអត់ធ្មត់ដើម្បីដុតបំផ្លាញអារម្មណ៍អវិជ្ជាវាមិនមែនជាការបង្ខំខ្លួនឲ្យតានតឹងទេប៉ុន្តែវាដូចជាភ្លើងតូចមួយដែលរលត់ជាម៉ាស៊ីនមួយដែលជំរុញឲ្យយើងបន្តទៅមុខជានិច្ចឧបករណ៍ទី2គឺ Sampachena មានន័យថាបុព្វភាពមានស្មារតីឬការយកចិត្តទុកដាក់បើនិយាយថាបុព្វភាពខិតខំគឺជាម៉ាស៊ីននៃរថយន្តនោះក៏ភាពមានស្មារតីគឺដូចជាពន្លឺចំហៀងរបស់រថយន្តនោះតួនាទីរបស់វាគឺបំភ្លឺផ្លូវធ្វើឲ្យយើងមើលឃើញអ្វីកំពុងកើតឡើងនៅពេលបច្ចុប្បន្នយ៉ាងច្បាស់ដោយដែលវាជាក់ស្ដែងដោយគ្មានការវាយតម្លៃណាមួយទេហើយចុងក្រោយបំផុតឧបករណ៍ទី3គឺសេសមាឬក៏ឧស័តនេះហើយជាគុណលក្ខណៈនៃការចងចាំគឺជាការយកចិត្តទុកដាក់យ៉ាងរឹងមាំមិនរអិលរអួតវាជួយឲ្យយើងរក្សាការយកចិត្តទុកដាក់របស់ខ្លួនទៅលើវត្ថុដែលកំពុងសង្កេតមើលឧទាហរណ៍ដូចជាដកដង្ហើមដោយមិនឲ្យគំនិតរំភើបឬការរំខានណាមួយទាញយកចេញទៅហើយអ្វីដែលសំខាន់ខ្លាំងណាស់នៅទីនេះគឺឧបករណ៍3នេះមិនមែនដំណើរការដោយឯករាជ្យទេវានឹងតែងតែទៅជាមួយគ្នាដោយសហការយ៉ាងរលូនមានក្តីស្រឡាញ់មានការយកចិត្តទុកដាក់និងមានសិទ្ធិវាដំណើរការជាមួយគ្នាដើម្បីជួយឲ្យយើងឆ្លងកាត់អារម្មណ៍ចង់បាននិងការលំបាកនានានៃជីវិតហើយបន្ទាប់មកតើអ្វីនឹងកើតឡើងប្រសិនបើមនុស្សម្នាក់បន្តដើរតាមផ្លូវនេះយ៉ាងអត់ធ្មត់ដោយមានឧបករណ៍3នេះនៅក្នុងដៃអត្ថបទបាននិយាយថាគុណលក្ខណៈដ៏ស្រស់ស្អាតនិងជ្រាលជ្រៅនៃចិត្តនឹងចាប់ផ្ដើមរីកលូតលាស់វានឹងរីកដុះកាលឡើងយ៉ាងធម្មជាតិដោយមិនចាំបាច់បង្ខំខ្លួនឡើយគុណលក្ខណៈទាំងនេះត្រូវបានហៅថាថតឲ្យកិច្ចឬ8ឃាតការចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចមើលឃើញនៅទីនេះថាវាជាជួរភាពនៃស្ថានភាពចិត្តវិជ្ជមានយ៉ាងខ្លាំងចាប់ផ្ដើមពីសត្វបន្ទាប់មកទៅកាន់ត្រាជាភាពតនហ៊ីខេញអានដេញហើយចុងក្រោយគឺសាវាជាដំណើរការពីការសង្កេតតែប៉ុណ្ណោះទៅដល់ស្ថានភាពសំទល់ឲ្យដែលគ្មានអ្វីអាចរំខានបានស្ដាប់ទៅគឺល្អមែនទេប៉ុន្តែសំណួរមួយគឺតើយើងអាចបណ្ដុះបណ្ដាលស្ថានភាពចិត្តអស្ចារ្យទាំងនេះយ៉ាងដូចម្តេចបានដែរតើយើងត្រូវអនុវត្តវាទាំងអស់ដោយឡែកមែនទេគឺមានវិធីផ្សេងទៀតទេហើយអត្ថបទបានផ្ដល់ឲ្យយើងនៅចម្លើយមួយដែលត្រង់និងច្បាស់ណាស់ភឹកជាជី The Get Chai មិនមែនជារឿងដែលយើងត្រូវខិតខំសម្រេចឲ្យបានដោយឡែកទេ
ទេវាជាផ្លែផ្កាជាលទ្ធផលធម្មជាតិស្រួលនៃការយើងអត់ធ្មត់អនុវត្តតាម4សត្វធ្នឹមផ្លូវនេះតនឹងបង្កើតលទ្ធផលដោយខ្លួនវាហើយរឿងនេះនាំយើងទៅដល់ផ្នែកចុងក្រោយទៅកាន់គោលដៅនៃដំណើរទាំងមូលនេះគោលបំណងខ្ពស់បំផុតនៃការអនុវត្តទាំងមូលនេះគឺអ្វីការអនុវត្តនេះនឹងឈានដល់កម្ពស់នៅពេលយើងទទួលបានការយល់ដឹងដោយផ្ទាល់មើលឃើញដោយបទពិសោធន៍ផ្ទាល់របស់ខ្លួនមិនមែនតាមសៀវភៅគេទេវានោះគឺជាការមើលឃើញបីសេចក្តីពិតបីសញ្ញានៃវត្ថុទាំងអស់អនិច្ចាគឺអ្វីទាំងអស់សុទ្ធតែអត្ថរភាពមានការប្រែប្រួលជានិច្ចទុក្ខាការចាប់យកទៅលើអ្វីដែលអត្ថរនោះប្រកាសជានាំឲ្យមានទុក្ខនិងអន្តាគ្មានអត្តសញ្ញាណឬខ្លួនខ្ញុំណាមួយដែលថេររាចិន្ត្រៃយ៍ឡើយពេលដែលមនុស្សម្នាក់អាចមើលឃើញសភាពជាក់ស្ដែងយ៉ាងជ្រាលជ្រៅដូចនេះនោះទ្វារប្រាជ្ញានឹងបើកឡើងដោយស្វ័យប្រវត្តិហើយនៅពេលនេះពួកគេនឹងយល់ដឹងយ៉ាងពេញលេញអំពីសាសនាដ៏សំខាន់បំផុតគឺជាចំណុចស្នូលនៃព្រះធម៌ដែលហៅថាទេសនិត្រឹកសច្ចៈទី1គឺយល់ដឹងយ៉ាងពេញលេញអំពីសច្ចៈនៃទុក្ខដោយមិនរត់គេចវេសទៀតទេប៉ុន្តែជាការមើលផ្ទាល់ទៅលើវាហើយយល់អំពីសារៈសំខាន់របស់វាសច្ចៈទី2គឺមើលឃើញមូលហេតុឬស្គរដែលបង្កើតទុក្ខហើយវានោះគឺជាការលោភលន់ជាការចាប់យកនិងកាន់កាប់ទៅលើអ្វីដែលសភាពរបស់វាគឺតែងតែផ្លាស់ប្ដូរសច្ចៈទី3ហើយនេះជាព័ត៌មានដ៏រីករាយខ្លាំងណាស់គឺការយល់ដឹងថាទុក្ខអាចត្រូវបានបញ្ចប់ដោយស្រួលសមត្ថភាពនោះមានពិតប្រាកដហើយការបញ្ចប់នោះគឺជានិព្វានជាសេចក្តីស្ងប់ស្ងាត់ដ៏ល្អខ្ចោះហើយចុងក្រោយសច្ចៈទី4គឺការដឹងនិងបញ្ជាក់បានថាមានផ្លូវមួយដើម្បីឈានទៅរកការបញ្ចប់ទុក្ខនោះហើយផ្លូវនោះគឺជាផ្លូវទុក្ខនិមិត្តស្ថានដែលយើងបាននឹងកំពុងស្វែងរករួមគ្នាចាប់តាំងពីដើមមកតាមដែលអត្ថបទនេះបាននិយាយការយល់ដឹងដោយផ្ទាល់នេះមិនមែនជាការហាត់ប្រាណសម្រាប់ខួរក្បាលប៉ុណ្ណោះទេពេលវាមានអំណាចបំលៃមនុស្សម្នាក់ចេញពីស្គលប្រែក្លាយមនុស្សធម្មតាម្នាក់ឲ្យក្លាយជាព្រះអរិយបុគ្គលដូច្នេះអត្ថាធិប្បាយបានផ្ដល់ឲ្យយើងនៅផែនទី1ដ៏ពេញលេញនិងលម្អិតបំផុតផ្លូវត្រូវបានគេបញ្ជាក់រួចហើយឧបករណ៍ចាំបាច់ក៏ត្រូវបានពិពណ៌នាផងដែរសំណួរចុងក្រោយដែលវានៅសល់ប្រហែលជាមិនមែនជាសំណួរដែលត្រូវឆ្លើយដោយហេតុផលទេប៉ុន្តែជាសំណួរដែលសម្រាប់មនុស្សនីមួយយើងតើខ្ញុំមានភាពរួចខ្លួនរួចចិត្តក្នុងការដាក់ជើងជំហានដំបូងលើដំណើរនេះឬនៅ